ហើយអ្នកនាំពាក្យច្បាស់ណាស់បើយើងអត់អាសាមើលកាសែតទេអត់កើតទេពេលព្រោះព្រឹកឡើងគឺត្រូវអង្គុយមើលយ៉ាងមកទម្លាប់1ម៉ោងខ្ញុំអង្គុយមើលព័ត៌មាន1ម៉ោងបាទអង្គុយមើលហើយពេលដែលយើងប្រជុំក៏ខ្ញុំត្រូវការដឹងដែរថាកាសែតនិយាយពីអីបណ្ដាញសង្គមក្រុម influencer និយាយពីអីសង្គមស៊ីវិលសហជីពនិយាយពីអីអ្នកនយោបាយនិយាយពីអីនៅក្នុងវិស័យការងារសង្គមការប្រើប្រាស់ជីវៈដើម្បីយើងមើលឃើញរូបភាពថារឿងបញ្ហាទាំងអស់នេះយើងគិតថាសង្គមយើងអាចបត់ទៅខាងនេះហ่ะអញ្ចឹងក្នុងនាមណែនាំពាក្យថាតើការបត់ហ្នឹងវាជារឿងល្អឬក៏មិនល្អបើមិនល្អយើងត្រូវ take action ភ្លាមហើយណែនាំពាក្យសម័យឥឡូវជាកំណត់ខ្ញុំទេដោយសារបណ្ដាញសង្គមវារីកចម្រើនខ្លាំងវាមានឥទ្ធិពលខ្លាំងអញ្ចឹងណែនាំពាក្យខ្លះចាំបាច់ខ្ញុំថាមិនមែននៅតែខ្មែរទេនៅលើពិភពលោកខ្ញុំមើលឃើញមេដឹកនាំធំតែម្ដង Donald Trump ក៏លេង True Social ក៏មុនក៏លេង X ឥឡូវមក True Social Macron ក៏និយាយតាមបណ្ដាញសង្គមដែរចា៎ឃើញទេប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រើប្រាស់បណ្ដាញសង្គមដើម្បីឲ្យពិភពលោកដឹងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនឃើញទេហើយសំបីតាអតីតនាយករដ្ឋមន្ត្រីរបស់អង់គ្លេសក៏ប្រើអាហ្នឹងនៅក្នុងការនិយាយទៅកាន់ពលរដ្ឋរបស់ខ្លួននិងអ្នកគ្រប់គ្រងរបស់ខ្លួនដែរប្រើ TikTok ឃើញទេអញ្ចឹងអាហ្នឹងគឺត្រូវការជាអ្វីដែលយើងត្រូវថាអណ្ដាប់ខ្លួនជាមួយយើងត្រូវចេះប្រើ TikTok យើងត្រូវចេះប្រើផ្សេងទៀតដើម្បីយើងអាចឆ្លងជាមួយនឹង audience របស់យើងពីព្រោះវាគឺជាមធ្យោបាយថ្មីដើម្បីយើងអាច direct ទៅដល់ audience របស់យើង target audience របស់យើងអញ្ចឹងអ្នកនាំពាក្យយើងត្រូវយល់របស់ទាំងអស់ហ្នឹងសួស្តីនិងស្វាគមន៍ប្រិយមិត្តមកកាន់ The DMC Way ឬពិតជីវិតពិតបែប DMC Podcast ហើយនាងខ្ញុំសានស្រីនេះគឺជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីថ្ងៃនេះកម្មវិធីរបស់យើងគឺផលិតឡើងដោយ Department ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ក៏ដូចជាទទួលបានការគាំទ្រទៅលើសម្ភារៈថតពីហាងកាមេរ៉ាលេងខៀងនិង Light ដូច្នេះសូមអរគុណទៅដល់ម្ចាស់ឧបត្ថម្ភទាំងពីរដែល podcast របស់យើងនេះធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិកាមួយដើម្បីប្រមូលផ្ដុំនិស្សិតដែលបញ្ចប់ការសិក្សាពី Department ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ឲ្យពួកគាត់មកចូលរួមដើម្បីចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍ជីវិតតាក់ទងជាមួយនឹងអាជីពការងារដែលពួកគាត់កំពុងតែប្រកបធ្វើបច្ចុប្បន្នឆ្នាំនេះជ្រុងដែលយើងចង់ផ្ដោតសំខាន់នោះគឺពីថ្នាក់រៀនឆ្ពោះទៅកាន់អាជីពនៅក្នុងក្តីស្រមៃហើយសម្រាប់ថ្ងៃនេះតែម្ដងគឺយើងមានអាជីពដែលគួរចាប់អារម្មណ៍មួយទៀតហើយគឺអាជីពជាអ្នកនាំពាក្យនៅក្រសួងការងារអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅជួបជាមួយនឹងវីក្មិនរបស់យើងនៅថ្ងៃនេះតែម្ដងជម្រាបសួរបងបាទជំរាបសួរអរគុណមែនតើបងសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះខ្ញុំជាសិស្សប្អូនបងហើយក៏ធ្លាប់ស្គាល់បងពីមុនមកដែរអញ្ចឹងសូមហៅបងអញ្ចឹងចុះចាអូខេបងអញ្ចឹងសូមត្រឡប់ទៅក្រោយវិញណាមុននឹងយើងចូលមកប្រធានបទការងារបច្ចុប្បន្នរបស់បងអញ្ចឹងពីដើមមកហ្មងបងចូលរៀននៅនេះតាំងពីឆ្នាំណាហើយក៏នឹងជំនាន់ទីប្រហែលដែរបាទខ្ញុំចាំយ៉ាងច្បាស់ថានៅឆ្នាំ2008គឺជាពេលដែលខ្ញុំបានជាប់ជាសិស្សអាហារូបករណ៍នៅ Department ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍របស់យើងបាទនៅឆ្នាំហើយខ្ញុំជាសិស្សចំនួនទី8ផងដែរកាលហ្នឹងបើត្រឡប់ទៅពេលហ្នឹងហ្មងមូលហេតុអីដែលបងស្គាល់សាលាស្គាល់ DMC ក៏ពិតវាអាចជារឿងចៃដន្យមួយហើយក៏វាអាចថាវាជាគោលបំណងនៅក្នុងនោះក៏ពិតខ្ញុំអត់ស្គាល់ DMC ទេហើយពេលដែលនៅថ្នាក់ទី12ខ្ញុំចាំថាគេឲ្យជ្រើសរើសមុខវិជ្ជាមួយគេដាក់សារគមនាគមន៍ហើយខ្ញុំអត់ស្គាល់សារគមនាគមន៍នឹងស្អីទេអញ្ចឹងក៏យើងចេះតែពេលចប់ទី12ក៏យើងចេះតែមករៀនជំនាញអីមួយទៅហើយដល់ពេលបន្ទាប់មកពេលដែលខ្ញុំទៅដល់នេះខ្ញុំទៅ start ទៅជួបទៅលេងកីឡាមួយមិត្តភ័ក្តិអញ្ចឹងទៅហើយមានបងប្អូនម្នាក់តែគាត់រៀននៅ IFL ហើយគាត់ចូលចិត្តនិយាយរឿងនយោបាយហើយខ្ញុំចូលចិត្តនិយាយរឿងនយោបាយគាត់ថាចូលចិត្តនិយាយរឿងនយោបាយអញ្ចឹងមិនក៏មិនរៀននៅ DMC ខ្ញុំសួរថា DMC នឹងអីគេគាត់ថាចាំអត់មានឈ្មោះសាលាមួយនៅក្នុងទី12គឺសារគមនាគមន៍អញ្ចឹងដល់ពេលនោះហើយបានគាត់និយាយហើយគាត់ inspire ខ្ញុំមែនតើថាសាលានឹងលោ1 2 3ល្អអញ្ចេះអញ្ចឹងខ្ញុំក៏ជ្រាបពេលព្រោះដោយសារយើងទៅមានចប់បាក់ឌុប2007អញ្ចឹងយើងត្រឡប់ទៅវិទ្យាល័យវិញហើយយើងស្នើសុំមកដាក់ពាក្យប្រឡងនៅ DMC ព្រោះកាលនោះគេអនុញ្ញាតឲ្យសិស្សដែលក្រោយបាក់ឌុបរហូតដល់2ឆ្នាំដើម្បីមកប្រឡង DMC អញ្ចឹងខ្ញុំក៏ទៅដាក់ពាក្យហើយដាក់ពាក្យទៅយើងក៏ថាសាកដាក់ពាក្យលោមើលអញ្ចឹងទៅហើយដល់ពេលដាក់ពាក្យហើយយើងក៏ចេះថាប្រឡងចូលប្រឡងពីមួយវគ្គទៅមួយវគ្គទៅហើយយើងក៏
ចុងក្រោយយើងត្រូវបានជ្រើសរើសជាសិស្សអាហារូបករណ៍ការពីពេលនោះទៅបាទបងអាចជំរាបបានតិចពីការងារដំបូងដែលបងចាប់ដើមធ្វើនៅពេលដែលមករៀននៅ DMC ព្រោះតាមដឹងនៅ DMC គឺរៀនបណ្ដាលសាលាលើកទឹកចិត្តឲ្យធ្វើការងារក្រៅជាការពិតឆ្នាំទី1យើងអត់ទាន់មានការងារធ្វើទេហើយឆ្នាំទី1នោះគឺជាឆ្នាំដែលអាចថារៀងលំបាកបន្តិចព្រោះ DMC រៀនភាសាអង់គ្លេសលើកលែងតែមុខវិជ្ជាខ្មែរមួយទៀតដែលរៀនភាសាខ្មែរសូម្បីប្រវត្តិសាស្ត្រក៏យើងសេពីរៀនភាសាអង់គ្លេសដែរមួយលោកគ្រូសម្បូរមិនថាអញ្ចឹងយើងអ្នកសិស្សដែលមកពីខេត្តសិស្សមកពីអីភាសាអង់គ្លេសយើងពិតជាអត់សូវល្អទេអញ្ចឹងយើងខិតខំបង្រៀនប៉ុន្តែដល់ពេលដល់ឆ្នាំទី2សាលា DMC គឺតម្រូវឲ្យសិស្សយើងដែលរៀនចប់ឆ្នាំទី2ហ្នឹងកាលពីជំនាន់ខ្ញុំគឺត្រូវតែទៅចុះកម្មសិក្សាជាដាច់ខាតដើម្បីមាន credit ឡើងមកឆ្នាំទី3បានហើយកាលពីពេលនោះ DMC ឆ្នាំទី2គឺផ្ដោតទៅលើការសរសេរព័ត៌មានផ្ទាល់តែម្ដង printing អញ្ចឹងសរសេរកាសែតសរសេរសម្រាប់ទស្សនាវដ្តីសរសេរស្អីផ្សេងហ្នឹងគឺយើងផ្ដោតទៅលើហ្នឹងហើយអញ្ចឹងហើយសាលាតម្រូវឲ្យទៅ intern នៅកាសែតអញ្ចឹងកាសែតដែលខ្ញុំ intern ដំបូងគេគឺកាសែតភ្នំពេញប៉ុស្តិ៍បាទកាលនោះមានភ្នំពេញប៉ុស្តិ៍មានពីរភាសាអង់គ្លេសនិងភាសាខ្មែរហើយកាលហ្នឹងទៅដំបូងមួយមិត្តភ័ក្តិផ្សេងទៀតដែរដែលមិត្តរួមថ្នាក់មួយគ្នាក៏ទៅសរសេរព័ត៌មានឲ្យ list magazine របស់កាសែតភ្នំពេញប៉ុស្តិ៍បាទចាការងារពេលនោះបងផ្ដោតទៅលើអីគេដែរហើយពេលនោះបងចាប់ផ្ដើមចូលទៅនយោបាយទេឬមួយក៏ចាប់ផ្ដើមទៅលើការងារផ្សេងៗដែលគេតម្រូវឲ្យយើងធ្វើទេជាការពិតមុនដំបូងការងារដែលគេឲ្យខ្ញុំធ្វើនៅពេលនោះបន្ទាប់ពីសរសេរ list file coaching ស្អីរឿងបែបសង្គមបែបក្មេងៗហើយពេលដែលខ្ញុំចុះទៅកម្មសិក្សាខ្ញុំត្រូវបានគេជ្រើសរើសចូលទៅក្នុងផ្នែកកីឡាបាទនៅក្នុងផ្នែកកីឡាប៉ុន្តែដោយសារនិយាយភាសាសាមញ្ញថាយើងអត់សូវចូលចិត្តផ្នែកហ្នឹងហើយយើងអត់សូវយល់ពីហ្នឹងទេហើយយើងមានយើងថាយើងចាប់អារម្មណ៍លើផ្នែកនយោបាយជាងអញ្ចឹងក៏បានសុំនិពន្ធនាយកការពេលជំនាន់នោះបងកៃគឹមសុំថាបងខ្ញុំចង់សរសេរព័ត៌មានបែបសង្គមវិញបាទព័ត៌មានបែបសង្គមវិញអញ្ចឹងកាលពេលនោះដំបូងគេអត់តឲ្យយើងសរសេរទេគឺយើងសេ quote សិនដើម្បីយើងបោះឲ្យអ្នកដែលគេសរសេរហ្នឹងហើយតមកមានខោបាយឡាយមានបាយឡាយមួយគេមកឯងចឹងពីច្រើនបាយឡាយយើងនៅទី2ឯងអញ្ចឹងយើងចង់ធ្វើការមួយបងគាត់មានប្រធានបទហ្នឹងទៅគាត់តម្លាក់របៀបខលរបៀបវិញឲ្យយើងហើយដើរ background រឿងហើយដើរquote ឲ្យគាត់ថា quote នេះសួរសំនួនចេះដើម្បីឲ្យគាត់ងាយនៅក្នុងការសរសេរយើងអ្នកប្រមូលគ្រឿងឲ្យគាត់អ្នកថែមថយចុងក្រោយសម្រាប់សមិទ្ធផលសម្រាប់មុនបញ្ជូនទៅបន្តទៀតនៅក្នុងការងារ printing ហ្នឹងនៅក្នុងកំឡុងពេលសិក្សានៅ DMC នេះដែរបងធ្វើតែការងារនៅភ្នំពេញប៉ុស្តិ៍ហ្នឹងទេឬមួយក៏ធ្លាប់ប្រឡូកនៅក្នុងការងារផ្សេងទៀតដែរក៏ប៉ុន្តែនៅក្នុងរយៈពេលការងារចាប់ពីឆ្នាំទី2ហ្នឹងទៅគឺជាពេលដែលយើងចាប់ផ្ដើមចេញរកការងាររហូតមកគឺខ្ញុំធ្លាប់ធ្វើនៅភ្នំពេញប៉ុស្តិ៍ហើយកាលហ្នឹងចេញពីភ្នំពេញប៉ុស្តិ៍ធ្លាប់ធ្វើការងារ part time ឲ្យទូតអប្សរាចេញពីទូតអប្សរាកាលហ្នឹងធ្លាប់ធ្វើឲ្យ intern ដែរឆ្នាំទី3 intern ខាង communication នៅអង្គការ Action Aid Cambodia បាទហើយដល់ពេលឆ្នាំទី4ក៏យើងនៅបន្តសេព័ត៌មានសេអីឲ្យអប្សរាផងឲ្យអ្នកនេះនៅនោះផងដើម្បីទីមួយយើងបាន learn ពីបទពិសោធន៍នៃការសរសេរព័ត៌មានដែលពិតប្រាកដព្រោះកាលនោះខ្ញុំចាំពាក្យមួយរបស់លោកគ្រូរីសម្បត្តិគាត់ថាអ្នកកសែតចង់ដឹងថាចេះមិនចេះរុញទម្លាក់ទឹកមានថាចូលប្រឡូកសមរភូមិគឺដឹងថាតើយើងអាចធ្វើកើតឬក៏ធ្វើអត់កើតទេព្រោះកសែតអត់ស្រួលទេបាទកសែតអត់ស្រួលអ្នកណាថាកសែតស្រួលតែខ្ញុំថាកសែតអត់ស្រួលដើម្បីបាន quote មួយដើម្បីបានសរសេររឿងមួយឲ្យចេញជារឿងអានទៅមានពីមួយទំព័រពីរទំព័រនោះគឺប្រមូលរឿងច្រើនដើម្បីយកវាមកចងក្រងណែនាំឲ្យងាយស្រួលគេស្ដាប់បានហើយគេយល់បាទខ្លះសេហើយសេអត់យល់ប៉ុន្តែយើងត្រូវទៅមិនសេហើយដើម្បីឲ្យគេយល់ងាយស្រួលស្ដាប់បានហើយមុំរបស់យើងត្រូវមូលរឿងអីទៀតអញ្ចឹងវា take time បាទ take time មែនទេចាបើតាមដឹងនៅនេះយើងmulti មែនតើយើង multi skill យើងរៀនជំនាញច្រើនមែនតើប៉ុន្តែសម្រាប់បងតាមដែលឮបងរៀបរាប់មកគឺផ្ដោតទៅលើការសរសេរព័ត៌មាននេះច្រើនជាងគេហ្មងបាត់ពិសោធន៍អញ្ចឹងអាចជំរាបបានទេហេតុអីបានបងសម្រួលខ្លួនឯងទៅតែវិស័យព័ត៌មាននេះក៏ប៉ុតអញ្ចេះទេនៅ DMC ខ្ញុំហើយនឹងមិត្តភ័ក្តិរបស់ខ្ញុំផ្សេងទៀតអត់ខុសគ្នាហើយបងប្អូនដែលរៀនជំនាន់មុនជំនាន់ក្រោយក៏អត់ខុសគ្នាដែរ
ឆ្នាំទី2យើងរៀនច្រើនឆ្នាំទី2យើងរៀន printing យើងរៀន Photoshop យើងរៀន design យើងរៀនផ្សេងទៀតឆ្នាំទី3យើងរៀន production អញ្ចឹងយើងរៀន radio ឆ្នាំទី3ជំនាញទី1បន្ទាប់មករៀន production ជំនាញទី2ហើយចូលឆ្នាំទី4យើងរៀនរបៀបសេសានរៀន marketing អីគឺរៀនដូចគ្នាប៉ុន្តែគ្រាន់តែថាជាការចាប់អារម្មណ៍ផែពេលនោះខ្ញុំគិតសម្រាប់ខ្លួនឯងខ្ញុំចូលចិត្តសរសេរកាសែតខ្ញុំចូលចិត្តសេកសាហើយខ្ញុំដឹងថាខ្លួនខ្ញុំចូលចិត្តនយោបាយចូលចិត្តរឿងប្រវត្តិសាស្ត្រចូលចិត្តរឿងនយោបាយតាមដាននាយករដ្ឋមន្ត្រីលោកមានប្រសាសន៍តាមដានប្រធានរដ្ឋសភាគេនិយាយអីតាមដានស្ថានភាពនៅក្នុងតំបន់នៅលើពិភពលោកតាមដានមេដឹកនាំមហាអំណាចលើលោកគេធ្វើអីអញ្ចឹងយើងចូលចិត្តអាហ្នឹងហើយណាមួយទៀតមកពីពេលដែលយើងមក DMC របស់ទាំងអស់ហ្នឹងគឺនៅនឹងមុខយើងស្រាប់ថ្ងៃណាក៏យើងជួបរឿងហ្នឹងដែរហើយពេលដែលយើងមកបណ្ណាល័យកន្លែងដែលយើងកំពុងសម្ភាសគ្នានេះគឺមានកសែតអញ្ចឹងខ្ញុំចូលចិត្តអង្គុយអានមើលពិភពលោករឿងនេះកសែតរឿងនេះហើយរឿងនេះអញ្ចឹងទៅហើយកាលជំនាន់នោះយើងមានអ៊ីនធឺណិតដំបូងអញ្ចឹងយើងស្គាល់អ៊ីនធឺណិតអង្គុយមើលព័ត៌មានអីផ្សេងអញ្ចឹងជាដើមហើយក៏ពេលដែលយើងចេញទៅរៀនពេលដែលចេញទៅធ្វើការទេតែខ្ញុំដឹងថាតើខ្ញុំស្រឡាញ់អីពេលពិតប្រាកដជាធម្មតាសិស្ស DMC ថតក៏ចេះកាត់តក៏ចេះបាទចេះទាំងអស់គ្នាមកដល់ឥឡូវនេះខ្ញុំសម្រាប់ខ្ញុំថាខ្ញុំអរគុណ DMC ពេលដែលយើងទៅដឹកនាំការងារ production ទៅដឹកនាំការងារព័ត៌មានគឺយើងយល់ទាំងអស់បាទកាមេរ៉ា rule after យើងធ្វើម៉េចយើងមើលយើងដឹងហ្មងដោយសារយើងមានអាមូលដ្ឋានទាំងអស់ហ្នឹងហើយ DMC គឺរៀនហើយប្រតិបត្តិអ្វីដែលសំខាន់គឺអញ្ចឹងរៀនហើយប្រតិបត្តិហើយគ្រូគាត់ណែនាំកលិះរបស់យើងទីទៅប៉ុន្តែពេលដែលខ្ញុំចេញទៅធ្វើកាសែតដំបូងនៅឆ្នាំ2012កាលនោះខ្ញុំចាំរឿងមួយអត់ភ្លេចទេថាកាលពេលនោះ John Kerry គាត់មកស្រុកខ្មែរខ្ញុំឆ្ងល់ថាម៉េចបានអ្នកកាសែតយើងមួយចំនួនគេឲ្យចូលបងដែលជា correspondent នៅអត់ឲ្យចូលគឺដោយសារមាន correspondent មួយរូបទៀតដែលមកមួយ John Kerry ជិះយន្តហោះមកជាមួយគ្នាតែមិនអត់ហើយអ្នកនងហៅគឺជាអ្នក specific ហើយខ្ញុំមានឱកាសជួបពួកគាត់បន្តិចនៅពេលដែលញ៉ាំកាហ្វេអញ្ចឹងគាត់ថាយើងអ្នកកាសែតគាត់សួរថាយើងជាអ្នកកាសែតទេថាខ្ញុំជាអ្នកកាសែតគាត់សួរឯងជំនាញអីកាលពេលនោះខ្ញុំឆ្លើយដល់ទៅថាខ្ញុំជំនាញកាសែតគាត់ថាមែនទេកាសែតមិនមែនជំនាញគាត់តែជា major មួយរបស់ខ្ញុំប៉ុន្តែគាត់ចង់សួរថា specialist យើងអីគេបាទគាត់ជំនាញគាត់គឺ Asia Pacific បាទអញ្ចឹងរឿងនៅក្នុងតំបន់ Asia Pacific ទាំងអស់គាត់ដឹងទាំងហើយខ្ញុំអង្គុយនៅគាត់មើលឃើញយ៉ាងច្បាស់ថាគាត់សរសេររឿង background របស់គាត់រៀបហើយអស់លីគាត់ត្រូវការតែខូដ John Kerry មួយម៉ាត់និយាយថាមិនទេរឿងហ្នឹងគាត់វាយឲ្យទាំងអស់ចាំមិនដែរគ្រាន់តែដាក់បញ្ចូលទៅចេញព័ត៌មានហ្នឹងបាទគាត់សវិអញ្ចឹងគាត់ដឹងពុប interview រឿងហ្នឹងហោះបាត់មួយនាទីក្រោយខ្ញុំឃើញរឿងហ្នឹងនៅលើ website បាត់ខ្ញុំថាអូរបៀបអូខេសាហាវអញ្ចឹងបានពេលនោះហើយធ្វើឲ្យខ្ញុំភ្នោកចិត្តថាខ្ញុំត្រូវតែជ្រើសរើសជំនាញមួយដាច់ខាតហើយដោយសារតែមូលហេតុនេះហើយធ្វើឲ្យខ្ញុំសម្រេចចិត្តចេញពីស្ថាប័នមួយដែលកាលពេលនេះស្ថាប័ននេះជាភាសាអង់គ្លេសដោយស្ថាប័នគាត់បិទហើយបើយើងនិយាយឈ្មោះគឺនឹងស្គាល់យើងសម្រេចចិត្តថាខ្ញុំសុំគាត់ឈប់ពេលធ្វើការបាន3ខែសុំគាត់ឈប់ព្រោះគាត់ឲ្យខ្ញុំសេព័ត៌មាននយោបាយបាទគាត់ឲ្យយើងសេ crime សេគាត់ចរាចរណ៍អីយើងទៅប៉ុន្តែសម្រាប់យើងអត់ចូលចិត្តនៅពេលអត់ចូលចិត្តយើងអត់មានថាយើងអត់ចូលចិត្តយើងអត់ passion ជាមួយយើងអត់អីមួយអញ្ចឹងវាធ្វើឲ្យយើងធុញប៉ុន្តែពេលដែលនយោបាយគឺយើងចូលចិត្តអញ្ចឹងយើងចូលអង្គុយធ្វើការងារនឹងតែម្ដងអញ្ចឹងបានពេលនោះហើយគឺខ្ញុំចាក់ចេញពីស្ថាប័នហ្នឹងហើយខ្ញុំទៅរ៉ាឌីយោបារាំងនៅឆ្នាំ2013ដែលរ៉ាឌីយោបារាំងបើក office ដំបូងនៅក្នុងស្រុកខ្មែរហើយខ្ញុំបានសុំនិពន្ធនាយកឥឡូវគាត់ឡើងរដ្ឋមន្ត្រីខ្ញុំថាបងខ្ញុំហៅគាត់បងខ្ញុំចង់សេព័ត៌មាននយោបាយគាត់ថាសាកមើលសិនហ្នឹងនេះពាក្យសាកមួយម៉ាត់ហ្នឹងគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអូគាត់ផ្ដល់ឱកាសខ្ញុំតែពេលហ្នឹងហើយគឺខ្ញុំតែងតែអង្គុយដេកនឹងស្ដាប់ខ្ញុំធ្វើមើលតែរឿងនយោបាយទេហើយខ្ញុំបានប្រាប់ខ្លួនឯងថាបើសិនបើរឿងនយោបាយហ្នឹងខ្ញុំអត់ដឹងវាគឺជាកំហុសរបស់ខ្ញុំបាននៅក្នុងរឿងពីព្រោះកាលពេលនោះនៅរ៉ាឌីយោបារាំងយើងមានវិទ្យុមួយចំនួនអន្តរជាតិក៏ប្រជែងគ្នាដែរគឺអ្នកកាសែតគឺគេរកមួយគេហៅ scoop អ្នកណាបានរឿងនឹងដំបូងគេហើយរឿងត្រូវបានកន្លែងផ្សេងទៀតយកទៅផ្សាយតាមអាហ្នឹងហើយយើងល្បីជាងគេអាហ្នឹងហើយគេស្គាល់បាទអញ្ចឹងគឺយើងតាមអញ្ចឹងមួយថ្ងៃតាំងពីបើក
ចាំពីម៉ោង 5 ព្រឹករហូតទៅដល់ម៉ោង 11 យប់ខ្ញុំស្ដាប់នឹងមើលព័ត៌មានរហូតព្រឹកឡើងខ្ញុំស្ដាប់VA របស់អាមេរិកបាទចឹងចង់ដល់អាមេរិកមានគោលចំហអីហើយបន្ទាប់មកយើងទៅធ្វើការនៅរ៉ាឌីយោបារាំងយប់ឡើងយើងស្ដាប់របស់យើងខ្លួនឯងហើយពេលយប់កាលនោះនៅ102រ៉ាឌីយោបារាំងក៏ផ្សាយអាស៊ីសេរីក៏ផ្សាយ VA ក៏ផ្សាយដែរចឹងយើងស្ដាប់របស់យើងស្ដាប់របស់គេតើគ្រឿងហ្នឹងឧទាហរណ៍ថារឿងហ្នឹងគេមុំរបស់គេទៅណាតើយើងមានប្រឡោះអីផ្សេងទៀតអត់ដើម្បីតាមរឿងហ្នឹងចឹងក្រៅពីអ្នកកសែតក្រៅពីចេះសរសេរព័ត៌មានដែលជាព្រឹត្តិការណ៍កើតឡើងហើយយើងចេះតាមរឿងនឹងថារឿងហ្នឹងវាទៅណាទៀតវាទៅណាបើទោះបីយើងមិនមែនជាអ្នកនយោបាយក្តីប៉ុន្តែយើងគឺជាអ្នកដើរតាមពីក្រៅព្រឹត្តិការណ៍ហ្នឹងរហូតហើយយើងគឺជាបញ្ញាជនមួយរូបដើម្បីផ្ដល់ព័ត៌មានពិតណាមួយនោះដែលយើងបានដឹងផ្ដល់ទៅសាធារណជនតាមរយៈវិទ្យុវិទ្យាសារព័ត៌មានរបស់យើងនេះគឺជាអីដែលខ្ញុំធ្វើឲ្យខ្ញុំធ្វើរហូតបើទោះបីជាខ្ញុំចាក់ចេញពីរ៉ាឌីយោបារាំងពេញទៅទូទស្សន៍នៅក្នុងស្រុកមួយបន្ទាប់មកត្រឡប់មកសារព័ត៌មានភាសាអង់គ្លេសវិញក៏ខ្ញុំនៅតែធ្វើរឿងនយោបាយដែរបាទរហូតដល់ខ្ញុំបញ្ចប់អាជីពឈប់ធ្វើជាអ្នកសារព័ត៌មានហើយពេលដែលយើងធ្វើទៀតក៏យើងនៅតែធ្វើរឿងនយោបាយអញ្ចឹងខ្ញុំបានតែខ្លួនឯងថាខ្ញុំស្កូបយកទៅរឿងមួយខ្ញុំអាចដឹងជារឿងច្រើនប៉ុន្តែខ្ញុំយក specialist ខ្ញុំតែមួយខ្ញុំ production ខ្ញុំយល់ច្រើនប៉ុន្តែខ្ញុំចង់ដឹងខ្ញុំចង់ចេះមួយគឺ specialist ខ្ញុំគឺសរសេរថតដឹងកាត់តដឹងប៉ុន្តែ specialist ខ្ញុំសេទេបាទនេះជាអ្វីដែលខ្ញុំបាន build តាំងពីឆ្នាំ2012មករហូតមកដល់ឆ្នាំ2020មកដល់2022 23មុននឹងខ្ញុំឈប់ធ្វើជាអ្នកសារព័ត៌មានអញ្ចឹងយើងឈរនៅលើអាហ្នឹងរហូតហើយមួយទៀតពេលដែលខ្ញុំរៀនអនុបណ្ឌិតរៀន master ក៏ខ្ញុំទៅរៀនតាក់ទងជាមួយនឹងនយោបាយតាក់ទងជាមួយច្បាប់អន្តរជាតិផ្សេងៗនឹងដែរបាទអញ្ចឹងខ្ញុំសម្រួចអូនរបស់ទាំងអស់គឺទៅលើផ្លូវមួយទាំងអស់បាទអាហ្នឹងគឺជាអីដែលខ្ញុំបាន build ខ្លួនឯងដើម្បីលើវិថីសារព័ត៌មានហើយជាវិថីនៅក្នុងផ្នែកនយោបាយចាបាទនៅក្នុងបទពិសោធន៍ការងារវិស័យសារព័ត៌មានដែលផ្ដោតទៅលើនយោបាយរបស់បងហ្នឹងវាផ្សារភ្ជាប់យ៉ាងម៉េចមកដល់ការងារបច្ចុប្បន្នដែលជាអ្នកនាំពាក្យនេះជាការពិតការងារអ្នកនាំពាក្យគឺបើសម្រាប់ខ្ញុំកាលពីមុនអ្នកសួរអ្នកនាំពាក្យឥឡូវគឺអ្នកផ្ដល់ព័ត៌មានឲ្យទៅអ្នកកសែតវិញអញ្ចឹងវាអត់សូវខុសគ្នាប្រហែលនេះសម្រាប់ខ្ញុំវាអត់សូវខុសគ្នាបានយើងយល់ការងារយើងយល់ទុកធរៈបងប្អូនអ្នកកសែតហើយយើងក៏ដឹងថាអ្នកនាំពាក្យមានផលលំបាកអីប៉ុន្តែក៏ខ្ញុំចង់បញ្ជាក់ថាដោយសារមូលដ្ឋានគ្រឹះដែលមានចំណេះដឹងលើផ្នែកនយោបាយនឹងហើយទើបធ្វើឲ្យយើងមានចំណេះដឹងមួយនៅក្នុងការងារអ្នកនាំពាក្យដែលយើងអាច deal មួយអ្នកកសែតបានបាទ deal មួយអ្នកកសែតក្នុងកម្រិតណាក៏ដោយយើង deal មួយបានព្រោះយើងដឹងថាគាត់ចង់បានអីហើយយើងត្រូវនិយាយថារបៀបម៉េចដើម្បីបង្ហាញពីអ្វីដែលជាសមិទ្ធផលរបស់ក្រសួងហើយវាបង្ហាញភាពជាក់ស្ដែងនិងជាក់លាក់ជូនទៅដល់សាធារណជនវិញអញ្ចឹងខ្ញុំនិយាយបានថាមូលដ្ឋានគ្រឹះចេញពីកសែតចេញពីការរៀននៅកសែតមូលដ្ឋានគ្រឹះដែលយល់ពីបញ្ហាបរិបទសង្គមយ៉ាងហើយសម្រាប់ខ្ញុំគឺជាមូលដ្ឋានគ្រឹះមួយដ៏ធំដើម្បីឲ្យយើង build មកខ្លាយទៅជាអ្នកនាំពាក្យដែលយើងអត់សូវខ្លាចអ្នកកសែតទេប៉ុន្តែមិនមែនមានន័យថាតើតែធ្វើកសែតបានធ្វើអ្នកនាំពាក្យកើតទេមែនទេបាទអាស្រ័យទៅលើភាពវៃឆ្លាតរបស់បុគ្គលមួយរូបប៉ុន្តែខ្ញុំនិយាយ case ខ្ញុំទេករណីរបស់ខ្ញុំទេគឺខ្ញុំអរគុណសិលអរគុណបបិសោតកសែតដែលធ្វើឲ្យខ្ញុំមានតំណែងល្អមួយបងប្អូនអ្នកកសែតហើយតំណែងល្អនោះហើយធ្វើឲ្យយើងបំពេញការងារបានតាមការណែនាំរបស់ថ្នាក់ដឹកនាំពីព្រោះណែនាំពាក្យលើកពីជំនាញគឺវាមានពាក្យកណ្ដាលជំនាញនិងពាក្យកណ្ដាលនយោបាយអញ្ចឹងយើងត្រូវយល់ពីបរិបទនឹងថាបរិបទសង្គមវាទៅណាហើយយើងដោះស្រាយវារបៀបម៉េចបាទដើម្បីបង្ហាញពីភាពពិតបង្ហាញពីអ្វីដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីជួយមកដល់ប្រជាជនរបស់យើងតាមរយៈព័ត៌មានដែលយើងផ្ដល់ជាមួយនឹងអ្នកសារព័ត៌មាននេះឯងគឺបងអាចជំរាបបានតិចពីភាពខុសគ្នារវាងអ្នកកសែតដែលធ្លាប់ទៅសួរគេយកព័ត៌មានហើយខ្លាយទៅជាអ្នកដែលផ្ដល់ព័ត៌មានឲ្យគេវិញការងារពីរហ្នឹងតើបងធ្វើមកវាមានភាពខុសគ្នាយ៉ាងម៉េចដែរខុសគ្នាអ្នកកសែតអាចសួរដោយខ្លួនឯងមិនដឹងរឿងប៉ុន្តែអ្នកនាំពាក្យអត់អាចទៅនិយាយឆ្លើយដល់ដឹងរឿងអត់អាចអ្នកកសែត
đời xa dưới miền sân nông ca xuống dưới miền ba micro nông ca xuống chung cá hưởng nó ọt đằng hưởng có ai xạ xua hoài đó hưởng ấy hay đấy bạn hưởng nông ca là và bàn tay này nó bị ọt ai tự đổi ọt đằng hưởng thì tự đỡ đỡ hưởng tìm muối dương bên này phép sao thế nào chuẩn phép bị chi chuẩn bà như là gì hỏi dương là mình phép đẹp độc nó không cả trả lời bàn tay nó bị đại dương cái đập vào miền trung hay dương đăng tha phải để bỏ thành cụm ní chụp nói để quạt trong bán nơi tập bắn này chứ những ai bắt đó ấy để fit cho mùi bộ quạt trong sọp màu vinh nãy xa bỏ được miền dưới cho ta quạt hình nghe xuống chuyện nghe xuống nó còn càng ngại xạ xua sầm nú hay quạt lấy ní bao chấm ho chởn xua tam telegram phong tê các bạn ấy các bạn này một ngày chim bị súng bên này cái site mình nè về dùm kia nhưng hỏi nhưng mình mới một ngày giờ hỏi các bạn đọc về này bà tăng bị mới có sai rồi mà bon che tụt lên những sai rồi bà chẳng ở dương mơ khuyên thà càng nghiệp bí cứ vì tại tôn thì phần tái nè nó biết theo ta cái đáp rương năng ở chung bà và cái đáp rương năng ở chung thế dương của bạn cả trả lời hay một tiết có xuống chùm điên đôi có xuống càng nghiệp nó bảo chỉ biết theo cao tuổi lại trẻ lẹ chứng luôn protocol chứng luôn cầm cò dù được sao nó thiên cả đối tượngปัจจุบันนี้ปรอดยังมาจังกำหกเอาไว้ชีวิตเห็นกันเอาไว้ชีวิตซะดังแบบปรอดก็ดังทางกระทรวงยิงกระบุงแต่ถือไอ้ช่วยกวดได้ขนมเลี้ยงชีสนาธิการของกัดหัวการเงี้ยจูนบอมโอนเราบอกยืนหนึ่งการถ่ายตอมสุขมาจะเพียบบอกปูก็ดูจิกาปรอดจุดนี้อยู่แค่เช่นยิงเถยได้จิบมาเรื่องหนึ่งสลามินประมาณจิมดีมินประมาณเริ่มมาบอมประมาณนี้หายบ่ายิงเถยได้จิบมาให้เถยแต่ดังเจาะแหลกคนไหนได้ไหมเนาะผู้บอมปูนักสายทุกวันអាចជាចំងល់វាសាធារណៈជនមកអញ្ចឹងគាត់ត្រូវការសួរយើងដែរបាទបងអាចចែករំលែកពីបទពិសោធន៍ជាក់ស្ដែងមួយនៅក្នុងការងារជាអ្នកនាំពាក្យមួយដើម្បីឲ្យប្រិយមិត្តយើងគាត់ដឹងព្រោះគាត់អាចនឹងឆ្ងល់ថាបែកក្រោនចេញពី DMC ទៅខ្លាយទៅជាអ្នកនាំពាក្យតើត្រូវប្រឈមមុខឬក៏ត្រូវត្រៀមការងារអីគេខ្លះដែរនៅក្នុងនេះជាការពិតសម្រាប់នៅក្រសួងការងារក្រសួងណាខ្ញុំមិនដឹងទេប៉ុន្តែសម្រាប់ក្រសួងការងារនិងបរិយាវិទ្យាជីវៈអ្នកនាំពាក្យក្រសួងត្រូវខកប្រហែលជាមុនម៉ោង 6ហើយត្រូវគេងក្រោយម៉ោង 10ពីព្រោះកម្មការនេះចេញពីផ្ទះទៅធ្វើការនៅម៉ោង 6ដើម្បីចូលទាន់នៅម៉ោង 7 ព្រឹកហើយបើមានគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ឯកឡើងគឺអានឹងយើងទៅតាមដានឲ្យទាន់ហើយកម្មករអាចមានវេនជាច្រើនហើយវេនខ្លះអាចដល់ម៉ោង 10 យប់អញ្ចឹងយើងត្រូវការតម្រូវការយើងនៅចាំមើលថាតើបងប្អូនយើងដល់ទៅហើយអត់នៅមានរឿងអីកើតឡើងលើដងផ្លូវបាទនេះគឺជារឿងដែលយើងត្រូវធ្វើជាប្រចាំហើយសម្រាប់ case មួយខ្ញុំអាចលើក case មួយថាមានការលើកឡើងពីអ្នកសារព័ត៌មានថាបងប្អូនមួយចំនួនគាត់ចាញ់បោកគេជាក្រុមហ៊ុនមួយជាក្រុមហ៊ុនបង្រៀនភាសាកូរ៉េមួយក្នុងការយកលុយគាត់ហើយសន្យាថាជួយគាត់បានទៅប្រទេសកូរ៉េហើយបាទហើយគៀបសង្កត់យកលុយមុនអីចឹងជាដើមអញ្ចឹងខ្ញុំក៏បានក្នុងនាមយើងជាការពិតក្រសួងពួកគាត់រងគ្រោះហើយអ្វីដែលយើងចង់ហ្នឹងគឺយើងចង់បំបត្តិដល់ឬគល់នៃបញ្ហានោះផ្ទាល់តែម្ដងអញ្ចឹងបងប្អូនអ្នកកសែតគាត់សួរថាក្រសួងដោះស្រាយមិនខ្ញុំក៏សួរតបទៅវិញថាអូនមានភ័ស្តុតាងនឹងអត់បាទពីព្រោះយើងត្រូវការបញ្ជាក់ឲ្យច្បាស់ថាតើរឿងហ្នឹងមាននឹងអីកើតឡើងពិតប្រាកដយើងមិនអាចចេះតែឆ្លើយថាអញ្ចឹងដោះស្រាយអញ្ចឹងប៉ុន្តែយើងត្រូវការមើលភាពពិតនៃរឿងនឹងតើរឿងនឹងជារឿងអីហើយខ្ញុំបានធ្វើការមួយគាត់ឲ្យគាត់បាទឃើញថាតើមានកដាស់ភ័ស្តុតាងទេថាគាត់ធ្វើការនៅសាលាណាដែលជាអ្នកបាទសន្យានាំគាត់យកទៅប្រទេសកូរ៉េព្រោះវាជារឿងខុសច្បាប់ហើយបើសិនបើបង្ហាញឈ្មោះយើងនឹងចាត់ការតាមទីច្បាប់ផ្ទាល់តែម្ដងប៉ុន្តែមកដល់ពេលនេះក៏មិនទាន់ហ៊ានប្រាប់ខ្ញុំថាសាលានៅឡើយទេគាត់ថាអ្នកដែលប្តឹងនឹងគ្នាមានកិច្ចសន្យាមួយជាមួយមេធាវីមិនអាចបញ្ចេញអានឹងបានប៉ុន្តែជាការពិតការនាំពលរដ្ឋយើងទៅធ្វើការនៅប្រទេសកូរ៉េក្រៅពីតំណែងតំណង G2G រវាង government រវាងក្រសួងការងារជាមួយនឹងក្រសួងការងាររបស់កូរ៉េគឺជារឿងខុសច្បាប់ហើយគឺជាអំពើនៃការជួញដូរមនុស្សដែលមានទោសទណ្ឌព្រមទាំងថែមទៀតអញ្ចឹងសម្រាប់ case នេះគឺបានធ្វើឲ្យខ្ញុំជាមួយអ្នកសារព័ត៌មានយើងបានស្គាល់គ្នាយល់ពីគ្នាហើយយើងក៏ត្រូវការដឹងពីភពឲ្យជាក់លាក់ច្បាស់លាស់មុនយើងឆ្លើយយើងដែរអាហ្នឹងពី case មួយដែលខ្ញុំគិតថាខ្ញុំបាន challenge កិច្ចការងារនឹងមួយគាត់ពីព្រោះ
គាត់ទេមកថាពលរដ្ឋយើងបងប្អូននេះបើតាមដានប្រកាសជាឃើញហើយថាមានការផ្សព្វផ្សាយមួយចំនួនថាបងប្អូនយើងប្រមាណអ្នករងគ្រោះអញ្ចឹងយើងត្រូវការភស្តុតាងទាំងអស់ហ្នឹងដើម្បីមើលឃើញពីព្រោះការជួយពលរដ្ឋហ្នឹងគឺជារឿងមួយប៉ុន្តែបំបត្តិទៅដល់ឬគល់គឺជារឿងពីរតើអ្នកក្នុងសាលាជាមួយបុគ្គលណាដែលជាអ្នកហ៊ានធ្វើអញ្ចឹងពីព្រោះរដ្ឋអនុញ្ញាតបាទរដ្ឋអនុញ្ញាតអញ្ចឹងឲ្យតែបង្ហាញអាហ្នឹងគឺយើងចាត់ការពីនេះគឺយើង case មួយហើយរឿង case មួយទៀតដែលខ្ញុំអាសាសួរលេងបណ្ណែមែនពេលដែលគាត់ទេមកខ្ញុំតែសួរគាត់បងអូនយក quote ខ្ញុំទៅធ្វើជាដើមរឿងឬក៏គ្រាន់តែទៅបិទគូរឿងទេពីព្រោះខ្ញុំសេរឿងគឺខ្ញុំដឹងខ្លួនឯងតើរឿងយើងគឺរឿងអីបាទពីព្រោះបើយើងទៅបិទគូរឿងវាអត់សូវសំខាន់ដែរអញ្ចឹងណាអញ្ចឹងយើងដឹងអាប្រឡោះហ្នឹងគឺដើម្បីយើងបញ្ជាក់ស្មារតីពួកគាត់ដើម្បីឲ្យគាត់ដឹងថាអូខេអ្នកនាំពាក្យគាត់យល់រឿងខ្លះដែរដឹងរឿងខ្លះដែរដើម្បីអាចជួយគាត់ក្នុងការនេះហើយយើងក៏មានឱកាសនៅក្នុងការបញ្យល់គាត់ជាច្រើនដូចរឿងជាក់ស្ដែងរឿងពលករនេះជាក់ស្ដែងពលករពាក្យពលករមួយម៉ាត់ខ្មែរយើងនៅថៃមួយលាន2សែនអញ្ចឹងមិនមែនមានតែពលករដែលធ្វើការនៅក្នុងរោងចក្រសហគ្រាសរបស់ថៃមានអ្នករស់ស៊ីមានអ្នកទៅធ្វើការនៅទីនោះបាទបង្ករបរទទួលទានផ្សេងនៅទីនោះក្រៅពីធ្វើការរោងចក្រអញ្ចឹងប៉ុន្តែអង់គ្លេសគេប្រើ migrant ណាប៉ុន្តែខ្មែរយើងខ្ញុំតែប្រើពាក្យថាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីថៃអញ្ចឹងខ្មែរយើងមានពាក្យចែកជាក់លាក់ច្បាស់លាស់ហើយពលករនេះគឺមានឧទាហរណ៍ថាមានអ្នកគេហៅបានព្រំដែនតាមទៀតបងឃើញបានព្រំដែនមានន័យថាខ្មែរយើងមួយថៃមានកិច្ចព្រមព្រៀងរវាងខេត្តជាប់ព្រំដែនប្រទេសទាំងពីរអញ្ចឹងពលរដ្ឋហ្នឹងគាត់មិនបាច់មានអីគាត់មានថាតញ្ញបានថាគាត់ជាពលរដ្ឋខេត្តហ្នឹងគាត់អាចទៅធ្វើការនៅថៃក្នុងរយៈពេលកំណត់ណាមួយដែលថៃអនុញ្ញាតនៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរឃើញទេអញ្ចឹងទោះតែយើងយល់រឿងហ្នឹងបានយើងអាចបញ្យល់បងប្អូនហើយធ្វើឲ្យបងប្អូននេះដែលជាអ្នកសារព័ត៌មានគាត់មានចំណេះដឹងបន្ថែមទៅលើនឹងដែរអញ្ចឹងសម្រាប់ខ្ញុំអ្នកនាំពាក្យក្រៅពីយើងផ្ដល់ព័ត៌មានឲ្យគាត់ជាក់លាក់តាមតម្រូវការរបស់គាត់ហើយខ្ញុំអាចជួយគាត់ប្រាប់គាត់ឲ្យយល់ពីរឿងសម្រាប់ទ្រឹស្ដីខ្ញុំគំនិតខ្ញុំបើអ្នកកសែតអត់ចេះទេអ្នកដែលហត់ខ្ញុំអញ្ចឹងខ្ញុំតែងតែចំណាយពេលប្រាប់គាត់បញ្យល់គាត់ឲ្យដឹងថាខេសហ្នឹងវារបៀបម៉េចណៃហ្នឹងវារបៀបម៉េចឲ្យគាត់យល់រឿងហ្នឹងទៅវាសម្រាប់បន្ទុកមកយើងដែរបើមិនចឹងទេរឿងហ្នឹងគឺគាត់ពេលដែលគាត់អត់យល់រឿងគាត់មានសិទ្ធិក្នុងការសរសេរគាត់អាចសរសេររឿងខ្ញុំសុំទោសអាចសរសេររឿងដែលវាមិនត្រឹមត្រូវនៅពេលមិនត្រឹមត្រូវនឹងហើយធ្វើឲ្យសាធារណជនយល់ច្រឡំនៅពេលដែលយល់ច្រឡំនឹងហើយការងារហ្នឹងបកមកយើងវិញដែរដែលជាអ្នកនាំពាក្យដែរអញ្ចឹងមានតែធ្វើឲ្យអ្នកកសែតមានចំណេះដឹងទេទើបអ្នកនាំពាក្យជោគជ័យអ្នកនាំពាក្យស្រួលខ្លួនបានបាទចាអរគុណច្រើនមកអញ្ចឹងយើងបានជជែកគ្នាច្រើនទៅលើការងារទាំងអ្នកកសែតទាំងការងារនៅក្នុងជាអ្នកនាំពាក្យដោយបច្ចុប្បន្នដែលបងកំពុងធ្វើនេះអញ្ចឹងត្រឡប់ទៅដល់ការងារនេះវិញបើសិនជាសិស្សនិស្សិតដែលគាត់កំពុងតែរៀនជំនាញផ្សេងឬក៏អ្នកដែលកំពុងតែធ្វើការងារកសែតចោះគាត់ចង់បត់មកការងារជាអ្នកនាំពាក្យដូចបងអញ្ចឹងតើបងមានអីជាការចែកម្លែកដើម្បីឲ្យគាត់ត្រៀមខ្លួនតើគួរចាប់ផ្ដើមពីណាទៅជាការពិតការកាន់ការងារអ្នកនាំពាក្យនេះសម្រាប់ខ្ញុំដោយសារខ្ញុំទៅចូលក្រសួងមែនតើខ្ញុំទៅចូលក្រសួងបានមកដល់ពេលនេះបាន2ឆ្នាំទេខ្ញុំចូលក្រសួងការងារនៅថ្ងៃទី1ខែ8ឆ្នាំ2023ទាំងសម្រាប់ខ្ញុំវាអាចយ៉ាងលឿនដែរពីព្រោះមែនតើយើងមានជំនាញកសែតរឿងមួយប៉ុន្តែរឿងមួយទៀតដែលសំខាន់នោះគឺការស្វែងយល់ពីវិស័យហើយបើវិស័យការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះមនុស្សរាប់សិបលានអ្នកនៅក្រោមហ្នឹងអញ្ចឹងយើងត្រូវការយល់រឿងនឹងច្រើនហើយស៊ីជម្រៅមែនតើការបត់ពីមួយផ្នែកមកផ្នែកគឺទាមទារឲ្យយើងរៀនសូត្រហើយបើមូលដ្ឋានច្បាស់ណាស់យើងត្រូវយល់ពីមូលដ្ឋានកសែតបងប្អូនដែលចង់ធ្វើអ្នកនាំពាក្យខ្ញុំថាត្រូវតែស្វែងយល់ជាមួយនឹងអ្នកកសែតហើយគ្មានអីល្អជាងទំនាក់ទំនងនេះសំខាន់បងប្អូនចេះក៏ដោយបងប្អូនធ្លាប់ធ្វើកសែតក៏ដោយប៉ុន្តែបើបងប្អូនអត់មានទំនាក់ទំនងល្អជាមួយបងប្អូនអ្នកសារព័ត៌មានទេពេលដែលបងប្អូនចង់ឲ្យផ្សាយព័ត៌មានតើអ្នកសារព័ត៌មានគាត់អាចជួយយើងបានទេបាទនៅពេលដែលយើងចង់កែរឿងតើយើងអាចជួយយើងអាចឲ្យអ្នកសរសេរនឹងកែយើងបានលឿនទេអញ្ចឹងក្រៅពីជំនាញកសែតរឿងមួយជំនាញចំណេះដឹងសង្គមគឺជារឿងទេរឿងទី3ជំនាញពីវិស័យហ្នឹងបើបងប្អូនស្រឡាញ់វិស័យណាអ្នកកសែតយើងស្រឡាញ់ពីវិស័យណាសម្រួលខ្លួនទៅក្នុងវិស័យហ្នឹងបាទស្រឡាញ់ការបរទេសអញ្ចឹងដឹងរឿងការបរទេសអាចទៅរៀនអាចទៅសិក្សាពីជំនាញការបរទេសបាទហើយបើយើងស្រឡាញ់វិស័យស្អីមួយយើងសិក្សាហ្នឹងដល់ទៅលើចំណុចហ្នឹងទៅ
ហើយយើងអាចមានចំណេះដឹងហ្នឹងយើងអាចយល់ពីកាសែតយើងមានចំណេះដឹងខាងផ្នែកនយោបាយទៀតចឹង3នឹងបូកបញ្ចូលគ្នារួមទាំងទំនាក់ទំនងល្អផងការងារណែនាំពាក្យបើយើងសិនបើយើងអត់ស្គាល់ប្រធានស្ថាប័នឬក៏អត់មានទំនាក់ទំនងល្អជាមួយប្រធានស្ថាប័នឬក៏ថ្នាក់ដឹកនាំក្នុងក្រសួងទេអាចពិបាកពីព្រោះយើងត្រូវការមានទំនាក់ទំនង direct ជាមួយនឹងថ្នាក់ដឹកនាំកម្ពុជារបស់ស្ថាប័នពីព្រោះយើងជាអ្នកនាំពាក្យមិនអ្នកនាំរឿងទេអ្នកនាំរឿងមានថាយើងត្រូវដឹងថាស្ថាប័នរបស់យើងគោលការណ៍របស់យើងរត់ទៅខាងណាទិសខាងណាអាដាមរដ្ឋមន្ត្រីលោកមានប្រសាសន៍ត្រង់ចំណុចនេះចំហលោករបៀបម៉េចឃើញទេតើវិស័យការងារចំហរបស់លោករបៀបម៉េចចំហរាជរដ្ឋាភិបាលរបៀបម៉េចហើយយើងនៅក្នុងនាមជាក្រសួងដែលជាចំណែកទូចមួយនៅក្នុងរាជរដ្ឋាភិបាលតើយើងនៅក្នុងផ្នែកណានៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចជាអាណត្តិទី7នេះយើងមាន2ចំណុចនៅក្នុងរឿងអធិភាពទាំង6របស់រាជរដ្ឋាភិបាលគឺការប្រកបដោយជំនាញបច្ចេកទេសវិជ្ជាជីវៈ1.5 លាននិងបសសបេឡាជាតិសង្គមការថែទាំសុខភាពរបបស្ម័គ្រចិត្តរបស់តាមរបបភាគីទានស្ម័គ្រចិត្តលើបុគ្គលស្វ័យនិយោជន៍និងសមាជិករបស់បសសអញ្ចឹងយើងត្រូវយល់ដល់សមាជិកបសសមានន័យថាម៉េចតែខ្ញុំបសសមាជិកក្នុងបន្ទុករបស់បសសមានន័យថាម៉េចតែខ្ញុំជាសមាជិកអញ្ចឹងសមាជិកក្នុងបន្ទុកខ្ញុំគឺប្រពន្ធខ្ញុំកូនខ្ញុំហ្នឹងគឺគេហៅសមាជិកក្នុងបន្ទុកយើងអញ្ចឹងវាត្រូវការយើងយល់រឿងហ្នឹងតែម្ដងបានយើងអាចនិយាយទៅបានហើយយើងមើលឃើញទស្សនវិជ្ជាជារួមបានហើយអ្នកនាំពាក្យច្បាស់ណាស់បើយើងអត់អាសាមើលកាសែតទេអត់កើតទេពេលព្រោះព្រឹកឡើងគឺត្រូវអង្គុយមើលយ៉ាងម៉ោងទម្លាប់1ម៉ោងខ្ញុំអង្គុយមើលព័ត៌មាន1ម៉ោងបាទអង្គុយមើលហើយពេលដែលយើងប្រជុំក៏ខ្ញុំត្រូវការដឹងដែរថាកាសែតនិយាយពីអីបណ្ដាញសង្គមក្រុម influencer និយាយពីអីសង្គមស៊ីវិលសហជីពនិយាយពីអីអ្នកនយោបាយនិយាយពីអីនៅក្នុងវិស័យការងារសង្គមការប្រព្រឹត្តជីវៈដើម្បីយើងមើលឃើញរូបភាពថារឿងបញ្ហាទាំងអស់នេះយើងគន់គ្រូថាសង្គមយើងអាចបត់ទៅខាងនេះហើយអញ្ចឹងក្នុងនាមណែនាំពាក្យថាតើអាការបត់ហ្នឹងវាជារឿងល្អឬក៏មិនល្អបើមិនល្អយើងត្រូវ take action ភ្លាមហើយណែនាំពាក្យសម័យឥឡូវជាកំណត់ខ្ញុំទេដោយសារបណ្ដាញសង្គមវារីកចម្រើនខ្លាំងវាមានឥទ្ធិពលខ្លាំងអញ្ចឹងណែនាំពាក្យថាចាំបាច់ខ្ញុំថាមិនមែននៅតែខ្មែរទេនៅលើពិភពលោកខ្ញុំមើលឃើញមេដឹកនាំធំតែម្ដង Donald Trump ក៏លេង True Social ក៏មុនក៏លេង X ឥឡូវមក True Social Macron ក៏និយាយតាមបណ្ដាញសង្គមដែរចា៎ឃើញទេប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រើប្រាស់បណ្ដាញសង្គមដើម្បីឲ្យពិភពលោកដឹងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនឃើញទេហើយសំបីតាអតីតនាយករដ្ឋមន្ត្រីរបស់អង់គ្លេសក៏ប្រើអាហ្នឹងនៅក្នុងការនិយាយទៅកាន់ពលរដ្ឋរបស់ខ្លួននិងអ្នកគ្រប់គ្រងរបស់ខ្លួនដែរប្រើ TikTok ឃើញទេអញ្ចឹងអាហ្នឹងគឺត្រូវការជាអ្វីដែលយើងត្រូវតាអណ្ដាប់ខ្លួនជាមួយយើងត្រូវចេះប្រើ TikTok យើងត្រូវចេះប្រើផ្សេងទៀតដើម្បីយើងអាចឆ្លើយឆ្លងជាមួយនឹង audience របស់យើងពីព្រោះវាគឺជាមធ្យោបាយថ្មីដើម្បីយើងអាច direct ទៅដល់ audience របស់យើង target audience របស់យើងអញ្ចឹងអ្នកនាំពាក្យយើងត្រូវយល់របស់ទាំងអស់ហ្នឹងយើងជាអ្នកបញ្ជូនសារពួកគាត់ជាអ្នកដែលទទួលសារតើប្រឡោះកដាលនេះ marketing នេះយើងប្រើអីកាលពីមុនយើងប្រើ traditional media មកកាសែត visual ទួយអញ្ចឹងទៅចុះឥឡូវប្រើអីប្រើបណ្ដាញសង្គមបាទចុះយើងអាចប្រើបណ្ដាញសង្គមហើយយើងនិយាយខ្លួនឯងបានដែរឃើញទេអញ្ចឹងវាអាចពេលខ្លះយើងឃើញសម្ដេចនាយករដ្ឋមន្ត្រីក៏ដីសម្ដេចប្រធានប្រសិទ្ធភាពក៏ដីលោកមានហ្នឹងឯងលោកដាក់លើ Facebook របស់លោកឃើញទេឃើញចំនួនរីកលឿនដឹងលឿនយល់រឿងលឿនតែម្ដងនេះគឺជាបរិបទថ្មីដែលអ្នកនាំពាក្យដែលក៏ខ្ញុំគិតថាក៏គួរតែគិតហើយសម្រាប់បងប្អូនខ្ញុំគិតថាពេលដែលរៀននៅវិទ្យាល័យយ៉ាងមហាវិទ្យាល័យយ៉ាងដូចនេះខ្ញុំគិតថាយើងគួររៀនឲ្យបានច្រើនដើម្បីតេស្តខ្លួនឯងថាតើយើងស្គាល់ខ្លួនឯងនៅយើងដឹងថាអីដែលយើងចង់បានអត់ហើយបើយើងដឹងថាផ្លូវដែលយើងចង់បានហើយសម្រួចខ្លួនធ្វើទៅមួយនឹងបានអត់អាចមនុស្សម្នាក់ធ្វើរឿងមួយធ្វើរឿងម្ដងជោគជ័យបានពី3អត់អាចវាបានតែមួយឯងមានតែ focus ហើយនឹង focus ទេហើយ never give up កុំបោះបង់ខ្ញុំអាចនិយាយថាធ្វើការកសែតប្រាក់ខែតិច
bà nhóm priệp thì chúng muốn mất phẹ nhóm lại thưa ca communication bà nó trên communication phải khai chuyện gì phải khai cái sai nó nông dục máy ở tràn thì bà communication ấy cứ có chuyện gì còn tại bây đại dương sả lanh bây đại dương chu chất về chứ thôi mà nói dương ai lẽ bằng bạn cái sai đã mình sao tết đi cứ thử tắt đằng khuôn này mà hay mình sao tết hay mình mong vềเลยbà cái thứ săn săn cái sai mong bằng pearl dươngត្រូវបានគេតម្រូវឲ្យទៅដល់តាំងម៉ោង 6 ឃើញទេបាទព្រោះណានាំគាត់មកចោះធ្វើសន្និសីទវិស័យយើងអាចទៅក្រោយគាត់ណាទៅក្រោយគាត់យើង miss information បាត់ហើយមុននឹងទៅម៉ោង 6 ទៀតអាចក្រោកតាំងម៉ោង 4 ម៉ោង 5 ដើម្បីដឹងថារឿងហ្នឹងយើងទៅយើងចង់និយាយពីអីអញ្ចឹងយើងឃើញថានៅក្នុងសង្គមយើងឃើញបងផ្សេងទៀតដែលគាត់បានជោគជ័យធំគាត់សុទ្ធសឹងតែកើតចេញពីការខិតខំប្រឹងប្រែងគាត់ខំរៀនសូត្រហើយគាត់ដោតហើយគាត់ច្បាស់ថាតើគាត់ធ្វើអីគាត់ស្រឡាញ់អីជីវិតរបស់គាត់ចង់បានអីហើយលះបង់របៀបម៉េចហើយធម្មតាវាមានន័យស្អីយើធម្មតាគេតែណោះហើយទៅធ្វើអីក៏សែដែរហត់ទាំងងន់បាទម្ដាយខ្ញុំគាត់ឲ្យខ្ញុំធ្វើសែដែរគាត់ថាទៅធ្វើអីក៏សែព្រោះគាត់លឺតែកសែគេបានចោលបាទប៉ុន្តែខ្ញុំពេលដែលខ្ញុំធ្វើរាប់ឆ្នាំខ្ញុំមិនដែរទៅបានគេប្តឹងផងពីព្រោះដោយសារយើងមានអាវក្រោះមួយឯគេវិជ្ជាជីវៈគឺជាអាវក្រោះដែលគ្មានអ្នកណាបាញ់ធ្លុះទេពីព្រោះយើងដឹងថាពេលដែលយើងឈរលើកសែតដើម្បីតែប្រយោជន៍សង្គមជាតិដោយគ្មានប្រយោជន៍នយោបាយនៅពីក្រោយគឺអត្ថបទរបស់យើងចេញមកគឺយើងដឹងហ្មងអានទៅយើងដឹងថាអានេះរបៀបម៉េចអានេះរបៀបម៉េចអានេះរបៀបម៉េចអ្នកណាកាន់ជើងអ្នកណាមិនកាន់ជើងអ្នកណាប្រឆាំងគឺយើងអានមកយើងយល់មកយើងដឹងហើយយើងធម្មតាយើងនៅកសែតយើងអង្គុយមើលចំណងជើងហើយយើងអង្គុយមើលលីតឬក៏យើងមើលតែ quote ទេយើងយល់រឿងបាត់អញ្ចឹងបើត្រឡប់មកវិញបើបងប្អូននៅ DMC ក្តីខ្ញុំថាអ្នកមករៀន DMC បើចង់ទៅខាងកសែតខាងអីខ្ញុំថាកសែតអ្នកនាំពាក្យ communication ហ្នឹងបងប្អូនមានបន្ទុកបោករួចស្រេចហើយពីព្រោះសិស្សច្បងជំនាន់មុនតាំងមុនខ្ញុំទៀតគាត់បានបង្កើតផ្លូវមួយឲ្យយើងឥឡូវឲ្យទៅនិយាយថាសិស្ស DMC យ៉ាងហើយណាគេដឹងសិស្ស DMC ដែរមកពីណាសិស្ស DMC គេយើងមាន grade អាមិនតិចណាសិស្ស DMC អញ្ចឹងយ៉ាងហើយក៏គេយល់ថាយើងអាចចេះនេះគ្រាន់តែយកទៅបំពាក់បំពន់ជំនាញនៅក្នុងកន្លែងនោះបន្ថែមយើងអាចធ្វើបានណាបាទហើយមានអញ្ចឹងខ្ញុំគិតថាការសម័យគ្មានទីបញ្ចប់ការសម័យធ្វើឲ្យយើងទៅដល់គោលដៅមួយហើយប្រឹងប្រែងខុសការធ្វើទៀតខុសច្រើនដងអញ្ចឹងតើតើយើងធ្វើម្ដងហើយម្ដងទៀតដើម្បីយើងឈានទៅដល់ចំណុចមួយដែលយើងចង់បាននៅពេលហ្នឹងបាទចង់បាននៅពេលហ្នឹងចាចាប់បានអ្វីដែលបងលើកឡើងបន្តិចចុងក្រោយមិញដែលបងថា AMC គឺជាអ្នកបើកផ្លូវឲ្យបងទទួលបានការងារផ្សេងហើយលិតរហូតផ្សារភ្ជាប់រហូតមកដល់ការងារបច្ចុប្បន្នជាអ្នកនាំពាក្យហ្នឹងអញ្ចឹងជាសំណួរចុងក្រោយតើជាអ្នកធ្លាប់សិក្សានៅកន្លែងនេះដែរបងមានអីជាការផ្ដល់កន្លឹះជាក់ស្ដែងថាបើសិនជាសិស្សគាត់រៀនសាលាផ្សេងឬក៏គាត់ទៅតែចប់បាក់ឌុបគាត់ចង់ចូលមករៀននៅ DMC តែគាត់គួរតែត្រៀមឲ្យគេខ្លះក៏ពិតយើងនិយាយចឹងយើងអាចកាយយើងលេងបាក់ពុកគ្នាយើងតិចណាប៉ុន្តែជាការពិតខ្ញុំអរគុណ DMC ពេលដែលខ្ញុំបានមករៀន DMC ខ្ញុំមើលឃើញថាពិភពលោកបានបើកចំហសម្រាប់ខ្ញុំបើកចំហរបៀបម៉េចគឺរៀនភាសាអង់គ្លេសចឹងធ្វើឲ្យខ្ញុំបានស្គាល់ពិភពលោកពីព្រោះពិភពលោកប្រើប្រាស់ភាសាអង់គ្លេសគ្រប់រឿងល្អឬមិនល្អអីគឺប្រើប្រាស់ភាសាអង់គ្លេសដើម្បីមើលបានទាំងអស់ហើយរឿងទី2គឺដោយសារសិស្សច្បងគាត់បានបើកផ្លូវមុនខ្ញុំ10ជំនាន់9ជំនាន់រួចស្រេចទៅហើយមុន DMC មាន CCI ទៀតអញ្ចឹងធ្វើឲ្យយើងនេះងាយស្រួលក្នុងការដើរទៅតាមផ្លូវហ្នឹងខ្ញុំអាចនិយាយដោយអត់លាក់លៀមថាកាលពីឆ្នាំទី3ដើម្បីជាប់ intern នៅ Action Aid ខ្ញុំស៊ើបដឹងថាសិស្សច្បងម្នាក់រៀននៅ DMC គឺកាន់ communication នៅហ្នឹងអញ្ចឹងខ្ញុំមើលទៅខ្ញុំឃើញសិស្សច្បងនេះគាត់ដាក់ក្នុង profile គាត់សិស្ស DMC អញ្ចឹងខ្ញុំឆាតទៅគាត់ថាបងខ្ញុំឈ្មោះនេះខ្ញុំសិស្សជំនាន់នេះអញ្ចឹងហើយខ្ញុំចង់ទៅដាក់នៅពាក្យនៅ Action Aid ធ្វើការងារចេះបងមានអីណែនាំទេឃើញទេយ៉ាងហោចណាស់យើងមានពាក្យមួយគ្នាគឺ DMC ចឹងនៅពេលដែលឃើញ DMC ចង់មិនចង់គាត់ក៏ដឹងថាវាអាចយើង close ជាងអ្នកដទៃដែរឃើញទេ
ចឹងគាត់អត់មានលំអៀងទេប៉ុន្តែក៏គាត់ប្រាប់ថាការងារនេះវាអាចជាចេះចឹងធ្វើឲ្យយើងដឹងរឿងមុនយល់រឿងមុនចឹងយើងគិតថាចឹងបើគេសួរចេះយើងគួរឆ្លើយចេះហើយយើងអាចបង្ហាញថាយើងធ្វើអីបានអញ្ចឹងវាគឺជាចំណែកមួយដែលបានរួមចំណែកឲ្យខ្ញុំដើរពីមួយជំហានទៅមួយជំហានហើយពាក្យមួយម៉ាត់ដែលបងកៃកំសុងអតីតនិពន្ធនយោបាយរបស់កាសែតព្រំពេញប៉ុស្តិ៍ក៏គាត់បញ្ជាក់ដែរ DMC គាត់មិននិយាយចំពោះយើងម្នាក់ទេគាត់និយាយចំពោះសិស្ស DMC ជាទូទៅគាត់ថា DMC ប្រៀបដូចជាទៀនមួយដែលគេលុញមកយ៉ាងស្អាតខ្វះតែដេកេះដុតឲ្យភ្លឺឯងគឺមានតែខ្វះតែការលុតដំបន្តិចដើម្បីបើកឱកាសឲ្យគាត់រីកចម្រើននេះគឺជាពាក្យដែលបងកៃកំសុងគាត់និយាយបាទពេលដែលគាត់ប្រកបអញ្ចឹងធ្វើឲ្យយើងទាំងអស់គ្នានេះសម្រាប់ខ្ញុំយើងនិយាយថាយើង proud យើងមានមោទនភាពដែលយើងបានរៀននៅ DMC ហើយវាបានជួយឲ្យខ្ញុំទៅដល់អនាគតមួយដែលល្អប្រសើរប៉ុន្តែមិនមែនមានន័យថាមានតែ DMC ទេក៏មានសាលាផ្សេងទៀតដែលគេបើកដែរបាទមានសាលាផ្សេងទៀតដែលគេមានជំនាញដែរប៉ុន្តែក៏ខ្ញុំថាប្រសិនបើស្រឡាញ់ការងារ communication ស្រឡាញ់ការងារកាសែតស្រឡាញ់ការងារ production ខ្ញុំថា DMC គឺជារឿងល្អមួយអញ្ចឹងបើបងប្អូនអ្នកទី12បើបងប្អូនមាន passion ទាំងអស់ហ្នឹងចង់ខ្លាចជាមន្ត្រីអាចខ្លាចជាមន្ត្រីនៅនាំពាក្យ DMC អាចជួយបានបាទព្រោះយើងធ្វើការកាសែត 4-10 ឆ្នាំទៅយើងយល់រឿងហ្នឹងយល់ពីវិស័យមួយយើងអាចមានទំនាក់ទំនងល្អជាមួយអ្នកនយោបាយទំនាក់ទំនងល្អនឹងហើយដែលធ្វើឲ្យយើងបានស្គាល់គាត់ហើយគាត់អាចផ្ដល់ឱកាសសាកល្បងមួយឱកាសមួយធ្វើឲ្យយើងអាចចូលបម្រើការងារតាមក្តីសម័យរបស់យើងឃើញទេអញ្ចឹងនៅតែថា DMC ជាក់ស្ដែងខ្ញុំចូលចិត្តនយោបាយអញ្ចឹងពេលដែលខ្ញុំតើណាខ្ញុំសួរតែនយោបាយអញ្ចឹងយើងស្គាល់នយោបាយហើយអញ្ចឹងពេលខ្លះគាត់មានតម្រូវការមានអីគាត់សួរយើងដែរចង់ធ្វើនេះចង់ធ្វើនោះអត់បាទយើងអាចជួយបានហើយយើងក៏មើលថាតើយើងអាចជួយបានអត់ក៏ផ្ដល់ឱកាសឲ្យយើងអត់អញ្ចឹងវាមានតំណែងតំណងហ្នឹងអាចធ្វើឲ្យយើងបានអញ្ចឹងបងប្អូនទាំងអស់គ្នាដែលប្រឡងទី12អញ្ចឹងមុនប្រឡងគឺគេឲ្យជ្រើសរើសថាមានកន្លែងជ្រើសរើសថាមករៀន DMC ខ្ញុំគិតថា DMC គឺជាកន្លែងមួយដ៏ល្អខ្ញុំបញ្ជាក់សារជាថ្មីទាំង curriculum សាលាខ្ញុំមើលឃើញថាសាលាយើងជាក់លាក់ច្បាស់លាស់តាំងពីឆ្នាំទី2រហូតមកដល់ឆ្នាំទី4គឺយើងធ្វើឲ្យសិស្សយើងដឹង skill ហ្មងឆ្នាំទី2រៀន writing ឆ្នាំទី3រៀនអីឆ្នាំទី4រៀនអីអញ្ចឹងនៅក្នុងមក field production ហ្នឹងមក field សំដៅមក field media ហ្នឹងគឺយើងដឹងទាំងអស់តែម្ដងអញ្ចឹងវាធ្វើឲ្យយើងងាយស្រួលហើយអាចហើយដោយសារសាលាយើងទូចដោយសារសាលាយើងគ្នាតិចអញ្ចឹងធម្មតាធនធានដែលតិចវាជាធនធានរៀងកម្រដល់ពេលកម្រវាធ្វើឲ្យទីផ្សារចាប់អារម្មណ៍ដែរបាទទីផ្សារចាប់អារម្មណ៍ច្រើនក្នុងការយើងអាចរកការងារធ្វើបានអញ្ចឹងខ្ញុំគិតថា DMC គឺជាជម្រើសមួយដែលល្អសូមឲ្យបងប្អូនទាំងគ្នាអាច apply មក DMC ឲ្យច្រើនដើម្បីធ្វើឲ្យវិស័យ media របស់យើងកាន់តែរីកចម្រើនបានទៀតបាទចាអរគុណច្រើនមែនទែនមកសម្រាប់ការចូលរួមនិងចែករំលែកបទពិសោធន៍ពីការងារទាំងកាសែតនិងការងារជាអ្នកនាំពាក្យហើយសង្ឃឹមថាប្រិយមិត្តមិនថាជាសិស្សនិស្សិតមិនថាជាសិស្សានុសិស្សដែលត្រៀមនឹងបញ្ចប់ថ្នាក់ទី12ក្តីសង្ឃឹមថានឹងបានយល់មួយផ្នែកទៀតពីជំនាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនេះដូច្នេះកម្មវិធីរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយនេះគឺជាភាគចុងក្រោយនៅក្នុងរដូវកាលនេះដូច្នេះបងគឺជាភ្ញៀវចុងក្រោយរបស់យើងក្នុងរដូវកាលនេះអញ្ចឹងយើងនឹងជួបគ្នានៅក្នុងរដូវកាលក្រោយៗទៀតជាមួយនឹងប្រធានបទក៏ដូចជាអាជីពប្លែកៗផ្សេងៗទៀតដូច្នេះអរគុណបងសាជាថ្មីសម្រាប់ការចូលរួមហើយសម្រាប់ប្រិយមិត្តពួកយើងសូមអរគុណនិងសូមជម្រាបលា